សូមជូនរឿងបំណែកបេះដូងភាគទី24ថ្ងៃថ្មីចាប់ផ្ដើមដោយការធ្លាក់ភ្លៀងរលឹមទាំងព្រឹករលឹមស្រាងរៀងក្រាំងដើរកាត់ភ្លៀងទាំងទទួលឆាត់តម្រង់ទៅច្រកចូលមន្ទីរពេទ្យនាម៉ោង6ព្រឹកព្រះអាទិត្យមិនទាន់រះនៅឡើយរៀងខ្ពស់ស្រឡះដើរចូលក្នុងប្រអប់ចនាយន្តស្ថិតក្នុងសម្លៀកបំពាក់ពណ៌សគេចុចទៅជាន់ទី12ដើម្បីជួបជាមួយមនុស្សសំខាន់ជាងគេនៅក្នុងមន្ទីរពេទ្យនេះតុករៀងក្រាំងកំពុងចាប់កាហ្វេឯណោះក៏ឮសំឡេងគោះទ្វាររួចក៏ក្រោកញញឹមអោនរាក់ទាក់នាងតូចនោះយ៉ាងសុភាពរាបសារបងស្រីខានជួបគ្នាយូរហើយសុខសប្បាយទេសុខសប្បាយធម្មតាទេបាទចូលបងស្រីអង្គុយចុះសិនទៅអេឡិចសាន់ផាយដៃឲ្យនាងក្រមុំអង្គុយលើសាឡុងទល់មុខគេជាសាច់ញាតិនឹងគ្នាមិនសូវបានជួបមុខគ្នាព្រោះរវល់រៀងខ្លួនបូករួមបញ្ហាគ្រួសារទំនាស់រវាងបងស្រីរបស់គេនិងគ្រួសារលោកអ៊ំទៀតនោះទំនាក់ទំនងបងប្អូនជីដូនមួយក៏រសាយបន្តិចម្ដងគេមានអារម្មណ៍រអៀសចិត្តមិនហ៊ានមកជួបពួកគាត់តែប្រកែកនឹងអែលូណាបងស្រីជីដូនមួយមិនបានក៏មកជួបតែម្ដងណាមួយចង់តបស្នងសងគុណចំពោះគ្រួសារនេះដែលបានចិញ្ចឹមផ្ដល់អាហារទីកន្លែងចោកកោនផ្ដល់ការសិក្សាដល់បងស្រីគេហើយនឹងគេជាច្រើនឆ្នាំគេដាច់ខានត្រូវតែបំពេញតួនាទីនេះអេលិចឥឡូវធំច្រើនណាស់បងនៅតែចាំការឯងនៅពីក្មេងអាយុ7ឆ្នាំយំពួនកាយខ្នងលូស៊ីនឡើយទេពេលនេះមានសង្សារហើយនៅរស់នៅប៉ារីសសប្បាយដែរទេក្លៀឌីណាបងស្រីធំក្នុងគ្រួសារធំម៉េះសួរទាំងញញឹមបច្ចុប្បន្ននេះនាងជាប្រធានមន្ទីរពេទ្យមើលការខុសត្រូវចំនួនដៃជើងរបស់លោកឪពុកដែលមានវ័យចំណាស់ទៅហើយនោះជាពេនរវល់ណាស់ខ្ញុំមានពេលណាតែមានស្នេហាទៅបងក្លៀខ្ញុំចង់ផ្ដោតរឿងការងារច្រើនជាងស្នេហាចង់ពូកែឲ្យបងស្រីនិងគ្រប់គ្នាមានមោទនភាពគេតបទាំងញញឹមស្រាលនៅជាមួយបងស្រីធំគេមានអារម្មណ៍ល្អច្រើនឡើងច្រើនជាងនៅពេលជាមួយអេលូណាអាយ៉ាបងគិតថានឹងបានដំណឹងល្អហើយតើចុះមានកំមុំឯណាតាមញ៉ែឬអត់សង្ហាបែបនេះប្រហែលជាមានកំមុំតាមស្នេហ៍សន្ធឹកហើយក្លៀដេនីចំអន់ប្អូនប្រុសព្រោះគេអៀនមុខឡើងក្រហមព្រឹងញញឹមអៀនគួរឲ្យស្រឡាញ់ណាស់នាងមិនសូវបានចំណាយពេលជាមួយប្អូនប្រមាណទេក៏មានពេលចេះតែចំអន់គេលេងទៅណែរឿងនេះខ្ញុំក៏មិនដឹងដែរបងស្រីចុះបងស្រីវិញកំពុងតែមើលចិត្តគ្នាមានឱកាសបងណណៃនាំឲ្យស្គាល់ក្លៀដេនីញញឹមមុខហមអៀនតាមធម្មជាតិរបស់នារីនាងកំពុងតែមានទំនាក់ទំនងជាមួយបរិសម្នាក់ដែលចាស់ទុំរៀបចំឲ្យជាគូនឹងគ្នាខ្ញុំនៅទីនេះយូរប្រកាសជាបានជួបមិនខានទេអេលីសាន់ញញឹមតិចត្រេកអរដែលបងស្រីមានដៃគូចំណែកនៅមាត់ទ្វារឯណោះវិញអេលូណាកំពុងតែដើរចូលមកគៀកទ្វារល្មមនាងបើកទ្វារបន្ទប់ភ្លាមឈរស្ងៀមសម្លឹងជុំវិញបន្ទប់ទាំងកាភ្នែកត្រជាក់ល្អោកលោកប៉ាមិនទាន់មកទេសំឡេងគំរោះគំរើយរបស់នាងបន្លឺស្របជាមួយការភ្នែកឈាមត្រជាក់របស់នាងបាញ់សម្លាក់អេលីសាន់ឡើងកំហឹងច្រាលពេញទ្រុងគ្រាន់តែឃើញមុខនាងកំឡោះភ្លាមមិនទាន់មកទេអង្គុយចុះសិនទៅមិនងាយបានជួបគ្នាទេលូណាមិនមាត់ដាក់ខ្លួនអង្គុយក្បែរបងស្រីកងតាក់ខ្លាបើកឯកសារការងារមើលរបាយការណ៍ងារដែលត្រូវធ្វើបន្ទាប់ទៀតបិទតិចទៀតចាំបងនាំអេលិញទៅមើលកន្លែងផ្នែកបេះដូងចាស់ប្រជុំចំក្លែឌីណាក៏និយាយឡើងទាំងមុខញញឹមស្រាលសប្បាយចិត្តកុំខ្ជះខ្ជាយពេលវេលាអីបងក្លែថ្ងៃនេះមានការវះកាត់ស្មួយស្រាប់ផងឲ្យគេចូលវះកាត់តែម្ដងទៅអេលូណាបន្លឺសំឡេងដោយរៀងស្ដានដើរចេញពីបន្ទប់ប្រជុំមកល្មមនាងតបនឹងបងស្រីភ្នែកដៀងមើលរៀងកាំងជាមនុស្សសំអប់នាងស្អប់បងស្រីគេក៏ស្អប់ដោយទាំងគេដូចគ្នាធ្វើល្អដាក់ប្អូនបន្តិចទៅលូណាខ្ញុំមានការងារច្រើនណាស់
គ្មានពេលទំនេរទេទោះឯងជាសាច់ញាតិនឹងយើងក៏ដោយចុះកុំគិតថាបង្កកំហុសយើងបិទភ្នែកមើលរំលងឲ្យសោះខ្ញុំមិនបង្កបញ្ហាឲ្យបងស្រីទេកុំបារម្ភអីអេលីសាន់តបទាំងត្រជាក់ស្រាប់ធ្វើឲ្យលូណាក្តាប់ដៃសម្លាក់គេថ្មែចារឹកគេដូចលូស៊ីណាស់ដែលពិសេសគឺរឿងបញ្ជួកំហឹងនាងល្អណាស់យើងនឹងចាំមើលជាពិសេសលូណាតបទាំងសង្គ្រោះថ្មិញ